ในไทยนี่ខ្ញុំនឹងធ្វើ trading challenge នៅក្នុងរយៈពេល1ថ្ងៃគឺខ្ញុំយកតែ1%តែប៉ុណ្ណោះមូលហេតុនោះគឺខ្ញុំដែលសារតែបច្ចុប្បន្ននេះគឺ community របស់ខ្ញុំកំពុងទៅលើបង្កើតទៅលើ trading challenge មួយសម្រាប់បងទាំងអស់គ្នាសម្រាប់ក្នុងការដែលគាត់ធ្វើ trading challenge នេះទទួលបានប្រាក់រង្វាន់សរុបរហូតដល់$600អ្វីដែលពិសេសពួកគាត់នឹងទទួលបានទៅលើការ mentor ដូចគ្នាបងប្អូនទាំងនេះស្ដាប់អត់ខុសទេស្ដាប់អត់ខុសហើយបងប្អូនទាំងនេះនឹងឆ្ងល់ថាធ្វើយ៉ាងណាឬក៏ធ្វើយ៉ាងណាដើម្បីអាចចូល challenge នឹងបានហើយសម្រាប់បងឲ្យ trading challenge សម្រាប់បងទៅចាប់ដើមឬក៏បងចាប់ដើមហើយអូខេខ្ញុំនឹងនិយាយនៅក្នុងវីដេអូមួយនេះបងកុំតន់អូនម្លងលើវីដេអូមួយនេះអសោះខ្ញុំនឹងប្រាប់បងអរគ្នាហើយបងអាចចូលរួមទាំងអស់គ្នាបានចឹងនៅថ្ងៃទី2នេះ community របស់ខ្ញុំនឹងបង្កើតទៅលើកម្មវិធីមួយដែល trading challenge ហ្នឹងឯងដែលនៅក្នុង trading challenge នេះអ្វីដែលយើងផ្ដោតគឺមិនមែនទៅលើការផលចំណេញទេអ្វីដែលយើងផ្ដោតនៅក្នុងការ trading challenge នេះគឺខ្ញុំចង់ឲ្យបងទាំងអស់គ្នាដែលចាប់ដើមនៅក្នុងវិស័យ trading នេះគឺផ្ដោតទៅលើការគ្រប់គ្រងទៅលើហានិភ័យហើយអ្វីដែលពិសេសបងទាំងអស់គ្នាចូលនៅក្នុង trading challenge នេះបងនឹងទទួលបានទៅលើការ mentor បងទទួលបានទៅលើការ certificate សម្រាប់ដែលបងបានមានន័យថាឈ្នះនៅក្នុងការដែលនៅក្នុង trading challenge នេះហើយបងទទួលបានអ្វីដែលពិសេសបងនឹងទទួលបានប្រាក់រង្វាន់សរុបរហូតដល់$600ទៀតនៅក្នុងការធ្វើ trading challenge នេះគោលបំណងខ្ញុំពិតប្រាកដគឺខ្ញុំចង់ផ្ដោតអ្វីដែលសំខាន់នៅក្នុងវិស័យ trading គឺការគ្រប់គ្រងទៅលើហានិភ័យរបស់បងប្អូនទាំងនេះមិនមែនបងប្អូនទាំងនេះត្រូវច្រើនចំណេញច្រើនគឺមិនមែនទេអ្វីដែលសំខាន់បងប្អូនទាំងនេះត្រូវតែគ្រប់គ្រងហានិភ័យឲ្យបាន rule របស់ trading challenge នេះគឺផ្ដោតទៅលើការគ្រប់គ្រងហានិភ័យនេះគឺជាអ្វីដែលខ្ញុំគោលបំណងរបស់ខ្ញុំក្នុងការធ្វើ trading challenge នេះហើយបងប្អូនទាំងនេះនឹងឆ្ងល់ចុះ trade នឹងដល់របៀបណាបងប្អូននឹង trade real account ខ្លួនឯងហើយបងប្អូនទាំងនេះចំណេញក៏មានន័យថាបងប្អូនទាំងនេះគឺ trade account ខ្លួនឯងផ្ទាល់តែម្ដងហើយខ្ញុំនឹងប្រាប់លក្ខខណ្ឌបងប្អូនទាំងនេះនៅក្នុងក្រុម chat របស់ខ្ញុំបងប្អូនទាំងនេះអាចចូលក្រុម chat របស់ខ្ញុំបានក្រុមទៅលើ trading challenge ផ្ទាល់តែម្ដងគ្រាន់តែចុច link នៅក្នុង Facebook របស់ខ្ញុំនឹងដាក់ link ផ្ទាល់បងប្អូនទាំងនេះចូលអស់គ្នាទៅសម្រាប់បងដែលទៅចាប់ដើមឬក៏បងចង់ចាប់ដើមនៅក្នុងវិស័យ trading ក៏អាចធ្វើបានដូចគ្នាពីព្រោះបងនឹងទទួលបានអ្វីពិសេសដូចការរៀនទៅលើអ្វី support ពីពួកយើងបងនឹងទទួលបានបទពិសោធន៍ក្នុងការ trading ផ្ទាល់ខ្ញុំសូមបញ្ជាក់ទៀតបងគឺចំណេញក៏បងអាចដកលុយបានដែរគឺដកលុយខ្លួនឯងបងគឺ trade ដោយខ្លួនឯងមានន័យថាដូចបងយកទៅ trade account ខ្លួនឯងយ៉ាងគឺ100%តែម្ដងនេះគឺជា challenge របស់ខ្ញុំគឺបែបហ្នឹងប្រសិនបើបងមានចំណងណាមួយបងអាចឆាតមកខ្ញុំផ្ទាល់ឬក៏ឆាតទៅ contact support ខ្ញុំផ្ទាល់បានដូចគ្នាយេអញ្ចឹងវីដេអូរបស់ខ្ញុំគឺចាប់តែប៉ុណ្្នឹងហើយអរគុណច្រើនសម្រាប់ការទស្សនាវីដេអូនេះហើយជួបគ្នានៅវីដេអូក្រោយ